យាយពីថាឡានអវតារមកស្រុកខ្មែរគឺគ្មានណាក៏ក្រិចជាងឡានខ្ញុំទេព្រោះអត់លៀងជាងមួយខែហើយតាំងពីមុនចូលឆ្នាំទៀតហត់បានសៀមហៀប2ជើងកំពុងសោមួយជើងហើយអត់មានបានលៀងទេអញ្ចឹងតនថ្ងៃនេះតនេលៀងឲ្យហើយសាប៊ូដែលយកមកប្រើថ្ងៃនេះគឺ Foam Rage របស់ So Clean ជាប្រភេទសាប៊ូជំនួសដីពពុះវាខាប់ខ្លាំងក្លិនវាក៏អូបហើយពេលហាស់វានៅអញ្ចឹងបងប្អូនយកជំនួសដីក៏បានយកលៀងក៏បានដូចខ្ញុំអញ្ចឹងខ្ញុំលាយសាប៊ូ50ទឹក1លីត្រនៅក្នុងកំប៉ុងសាប៊ូហ្នឹងបាញ់មកជុំឡានទៅវាសល់ប្រហែលជា100 ml ខ្ញុំលាយជាមួយនឹងទឹកថែមពេញទឹក800 ml ទៀតតើមកខ្ញុំបាញ់វាមួយសាទៀតខ្ញុំដោះយកតែម្ដងបើតាមធម្មតាខ្ញុំមិនមែនអ្នកដោះលាងទេចូលចិត្តតែជំរុះដីហើយលាងមួយទឹកជូតសម្ងួតតែម្ដងប៉ុន្តែដោយសារតែឡានវាក៏ក្រិចពេកហើយណាមួយក៏ខានលាងយូរដែរអញ្ចឹងឥឡូវយើងជំរុះដីមុនបន្ទាប់មកយើងលាងសម្អាតជាមួយទឹកហើយយើងថែមទឹកចូលក្នុងកំប៉ុងសាប៊ូដើម្បីបាញ់វាមួយសាទៀតសម្រាប់ការដោះលាងអញ្ចឹងសម្រាប់ការបាញ់សាប៊ូនៅលើឡានដោយបងប្អូនបានឃើញអញ្ចឹងអត់មានតម្រូវឲ្យយើងបាញ់សម្អាតជាមួយទឹកអីមកតង់មុនទេគឺយើងបាញ់សាប៊ូនៅលើឡានហ្នឹងដែលស្ងួតហ្នឹងបាញ់យកតែម្ដងទៅហើយបន្ទាប់មកសម្អាតជាមួយទឹកបើសិនជាឡានបងប្អូនមិនសូវប្រឡាក់ទេអានឹងអាចជូតសម្ងួតបានតែបើដូចឡានខ្ញុំអញ្ចឹងអត់ចេញទេព្រោះដីវាកកបាត់ហើយអញ្ចឹងយើងគ្រាន់តែបាញ់សាប៊ូជំនួសដីដើម្បីបន្ទន់ទៅហើយលាងសម្អាតវាមួយទឹកបាញ់ម្ដងទៀតបានយើងដុសដើម្បីកាត់បន្ថយស្នាមឆ្កូតបើនិយាយពីគុណភាពសាប៊ូវិញគឺថាល្អអស់លេខហើយអញ្ចឹងបងប្អូនមិនបាច់បារម្ភទេនៅក្នុងការប្រើប្រាស់ធ្វើដោយតែខ្ញុំប៉ុណ្្នឹងទៅបាញ់សាប៊ូហើយទុកវាចោល1នាទីទៅ2នាទីមើលតាសាប៊ូហូរអស់ហើយដាក់ទឹកផាច់មកប៉ុន្តែកុំឲ្យវាចាំដល់ស្ងួតពេកមើលតែមកល្មមយើងលាងវាជាមួយទឹកហើយបើឡានបងប្អូនមិនសូវប្រឡាក់ទេជូតសម្ងួតតែម្ដងក៏បានអូខេដូចជាអស់ហើយបើសិនជាបងប្អូនចង់ដឹងថាឡាននេះស្អាតបានប៉ុណ្ណានៅពេលលាងចាំមើលវីដេអូនឹងឯងស្អែកបន្តទៀតអូខេបាយបិទ